ខ្ញុំត្រូវរៀបការនៅខែ3ខាងមុខនេះគ្រប់យ៉ាងត្រូវបានកក់ដើម្បីត្រៀមរួចរាល់អស់ហើយប៉ុន្តែខ្ញុំបែរជាចង់នៅលីវិញចាសសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់សំឡេងជីវិតថ្ងៃនេះនាងខ្ញុំសូមលើកយករឿងបទពិសោធន៍ពិតនៃជីវិតរបស់ប្អូនស្រីម្នាក់ដើម្បីមកចែកជូនបងប្អូនស្ដាប់តោះកុំឲ្យរងចាំយូរចូលទៅកាន់សំណេរពេញរបស់ប្អូនស្រីទាំងអស់គ្នាសូមបទពិសោធន៍បងដែលដើរផ្លូវជីវិតគូមុនខ្ញុំណែនាំបន្តិចខ្ញុំរៀនចប់បរិញ្ញាបត្រហើយខ្ញុំចេញធ្វើការតាំងពីឆ្នាំទី2ខ្ញុំរៀនចប់តាំងពីអាយុ21ឆ្នាំហើយការងារខ្ញុំបច្ចុប្បន្នប្រាក់ខែ$800បូកនឹង commission បសសបាយសាំងនិងខ្ញុំឆ្លៀតធ្វើ event និងលក់ online និងប្រម៉ូទផលិតផលខ្លះៗទៀតអាចបាន$1200ក្នុងមួយខែឬលើសហ្នឹងបច្ចុប្បន្នខ្ញុំមានអាយុ25ឆ្នាំមិនទាន់មានផ្ទះនៅភ្នំពេញទេតែមានឡានព្រុសមួយគ្រាន់ជិះទៅលេងស្រុកនៅខេត្តបន្ទាយខ្ញុំភ្ជាប់ពាក្យតាមអ្នកផ្ទះជាមួយបុរសម្នាក់អាយុបងខ្ញុំដល់ទៅ11ឆ្នាំហើយដេញពលាបានឲ្យការឆ្នាំក្រោយនេះនៅខែមីនាឥឡូវត្រៀមរៀបចំកក់សម្អាងចុងភៅអីហើយខ្ញុំជាកូនតូលឪពុកខ្ញុំជាមេជាងសំណង់ម៉ាក់ខ្ញុំលក់បោះដុំចាប់ហួយនិងចងការលុយជីវភាពសមល្មមដែរមានដីស្រែខ្លួនឯងប្រហែលជា20ទៅ40ហិកតានិងចំការចន្ទី5-6ហិកតានិងចំការដំឡូងមី3ហាត់ហើយបន្ទាប់ពីពិភាក្សាមកអាពាហ៍ពិពាហ៍ខ្ញុំម៉ាក់ចង់ដាក់តុកចំនួន100តុកដោយសារកូនមានតែមួយហើយកម្មវិធីលើកទី1ហើយបើនិយាយពីគ្រួសារខាងប្រុសអនាគតស្វាមីខ្ញុំគាត់គឺជាពេទ្យប៉ារបស់គាត់ក៏ពេទ្យម៉ាក់របស់គាត់នៅផ្ទះគាត់មានបងប្អូន3នាក់ហើយគាត់ជាកូនទី2គាត់មានផ្ទះមានឡានជីវភាពក្រាន់បើដែរហើយគាត់ក៏អូខេរឿងកម្មវិធីហើយខ្ញុំក៏និយាយនៅមុខចាស់ទុំថាបើរៀបការរួចសុំនៅបែកផ្ទះមិនចង់នៅជាមួយឪពុកម្ដាយខាងណាឡើយចាំពេលមានបុណ្យទានចាំទៅលេងគាត់គ្រប់គ្នាក៏អូខេហើយឥឡូវកក់សំអាងកក់ចុងភៅហើយប៉ុន្មានថ្ងៃមុននេះគាត់ក៏ឆាតមកថាគាត់សុំឲ្យខ្ញុំរៀបការរួចឲ្យឈប់ធ្វើការហើយនៅមើលម៉ាក់គាត់មកនៅផ្ទះខាងគាត់ខ្ញុំក៏តបថាចុះយើងក្រែងនិយាយគ្នារួចហើយតើពីដំបូងមិនមែននិយាយអញ្ចឹងណាអីគាត់ក៏និយាយថាបើខ្ញុំមិននិយាយគាត់មិននិយាយប៉ាម៉ាក់របស់ខ្ញុំក៏មិនដឹងដែរខ្ញុំរៀងកាំងបន្តិចដែរហើយគាត់ក៏និយាយបន្តថាការងារអូនឯងមិនបានលុយប៉ុន្មានទេនៅតែផ្ទះមើលម៉ាក់បងហើយចាំបង្កើតកូនឲ្យបងទៅចាំបងអ្នករ៉ាប់រងចិញ្ចឹមអូនពីការពិតណាអាចថាខ្ញុំជាក្មេងចិនសិទ្ធក៏បានខ្ញុំគិតថាមិនស្រួលដូចគាត់និយាយទេខ្ញុំគិតក្នុងចិត្តថាទៅនៅខាងគេខ្លាចពិបាកហើយណាមួយខ្ញុំមិនសូវចាងារចក្រានចានឆ្នាំងប៉ុន្មានទេបើរឿងរកលុយខ្ញុំមិនឲ្យចាញ់គេទេតែខ្ញុំមិនទាន់បាននិយាយជាមួយគាត់ឡើយហើយគាត់ថាការងារខ្ញុំតែខ្ញុំចាប់បន្តិចទៅគឺគេដកចេញដាក់អ្នកថ្មីហើយគាត់ក៏និយាយទៀតថាអូនឯងចង់ទៅធ្វើស្រែចម្ការនិងជួយលក់ដូរតិចតួចដូចម៉ាក់អូនឯងដែរមែនលើសម្ដីគាត់រួចខ្ញុំរៀងរារែកចិត្តណាស់ហើយបើគិតលេងវិញប្រាក់ខែខ្ញុំអាចចិញ្ចឹមខ្លួនឯងរស់មកស្រួលរាល់ខែមិនដែលពិបាកហើយអ្នកផ្ទះខ្ញុំក៏មិនដែលដាក់សម្ពាធអ្វីឲ្យខ្ញុំដែរចង់មិនក៏បានអាចថាខ្ញុំនៅក្មេងគំនិតរៀងខ្លីគិតមិនដិតដល់ក៏ថាបានតែបើតាមចិត្តខ្ញុំមានអារម្មណ៍ថាអនាគតប្តីគេដូចមិនសូវឲ្យតម្លៃខ្ញុំសោះឬក៏មកពីខ្ញុំចេះតែមានអារម្មណ៍ផ្ដេសផ្ដាស់តែឯងគិតលេងទៅមានអារម្មណ៍ថាដូចចង់នៅលីវមិនចង់រៀបការទាល់តែសោះតែអ្វីគឺកក់នឹងរៀបចំរួចរាល់អស់ហើយតើខ្ញុំគួរសម្រេចចិត្តបែបណាទៅតើខ្ញុំគួរបន្តឬយ៉ាងម៉េចសូមបងជួយឲ្យយោបល់មកខ្ញុំផងចាឥឡូវនេះសំណេររបស់បងអូនស្រីបានឈានដល់ទីបញ្ចប់ហើយតើបងប្អូនទាំងអស់គ្នាមានអារម្មណ៍បែបណាហើយគិតបែបណាដែរចំពោះរឿងនេះបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណានោះសូមធ្វើការ comment នៅខាងក្រោមនេះបានម្យ៉ាងទៀតបើសិនជាបងប្អូនចង់ចែករំលែកនៅរឿងរ៉ាវជីវិតពិតរបស់បងប្អូនក៏ដូចជារឿងផ្សេងមានជារឿងវិបត្តិស្នេហាគ្រួសាររឿងខ្មោចអបិយជំនឿផ្សេងមកកាន់សម្លេងជីវិតនោះបងប្អូនអាចចូលទៅកាន់ link ខាងក្រោមបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា